សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីជាមួយនឹងអេដមីម្ដងទៀតក្នុងការនិទានស្រីរឿងដែលនៃក្បាច់គុណដែលជារដូវកាលទី7ភាគទី58តើឥឡូវនេះយើងមកបន្តស្រីរឿងរបស់យើងបន្តទៀតទៅសំលេងសើចំអកមួយក៏បានបន្លឺឡើងនៅលើមេឃហេហេអាឡិតតើភាពក្អិចខ្ទមរបស់ឯងនៅឯណាទៅបន្ទាប់ពីការវាយប្រហាររបស់គាត់បានបរាជ័យភាពត្រជាក់និងខូខើបានលេចឡើងនៅលើមុខរបស់លូអ៊ីកាន់តែក្រាស់លេនតងបានក្រឡេកទៅមើលលូអ៊ីខណៈពេលដែលភាពត្រជាក់នៅក្នុងភ្នែករបស់គាត់ស្រាប់តែកាន់តែខ្លាំងឡើងនិងតឹងតែជាងមុនបច្ចុប្បន្ននេះអ្វីត្បិតតែមនុស្សដែលនៅជុំវិញខ្លួនរបស់គាត់មានចរិតស្លូតបូតក៏ដោយក៏ពួកគេគឺសុទ្ធតែមានចិត្តលោភលន់ចំពោះគ្រប់ពីបុរាណអមតៈជាតិទោះជាយ៉ាងណាក៏ដោយវត្តមានរបស់ប៉ាតាវគឺបានធ្វើឲ្យពួកគេមិនអាចសម្រេចចិត្តបានប្រសិនបើគាត់អាចយកឈ្នះលូអ៊ីនៅពេលនេះប្រហែលជាការស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេអាចនឹងថយចុះកាន់តែខ្លាំងជាងនេះទៅទៀតក៏មានមនុស្សមួយចំនួនដែលបណ្ដោយឲ្យភាពលោភលន់នៅក្នុងចិត្តគ្រប់ដណ្ដប់ទៅលើភាពសំហិតសំផស្សរបស់ពួកគេនេះគឺជាស្ថានភាពដែលលិនតុងមិនចង់ឃើញឡើយប៉ុន្មានឆ្នាំកន្លងមកនេះគាត់គឺបានជួបប្រទះជាមួយនឹងព្រឹត្តិការណ៍ដ៏អាក្រក់មួយចំនួនដូច្នេះហើយគាត់បានដឹងយ៉ាងច្បាស់ថាអ្នកប្រឆាំងដែលនៅពីមុខគាត់គឺសុទ្ធតែជាមនុស្សខុសខើដែលដៃប្រឡាក់ទៅដោយឈាមដល់រាប់ណាគាត់បង្ហាញការភ័យខ្លាចតិចតួចបំផុតពួកគេទំនងជានឹងកាន់តែខុសខើនឹងកាយសាហាវហើយពួកគេទំនងជានឹងប្រញាប់ទៅស៊ីសាច់របស់គាត់រហូតតតែគ្មានសេះសល់សូម្បីតែឆ្អឹងឡើយដូច្នេះហើយសញ្ញានៃភាពទន់ខ្សោយណាមួយមិនត្រូវបង្ហាញឲ្យឃើញឡើយបើទោះបីជាអ្នកដែលនៅខាងមុខគឺជាអ្នកដែលជាប់ចំណាត់ថ្នាក់ទី6នៅក្នុងបញ្ជីបច្ចុប្បន្នក៏ដោយហេហេបើលោកចង់លួចយកអ្វីមួយពីខ្ញុំលោកត្រូវតែទុករបស់មួយនៅទីនេះដោយបានបញ្ចប់ការដកថយរបស់គាត់ភ្លាមពន្លឺដ៏អាក្រក់មួយក៏បានលេចឡើងនៅក្នុងភ្នែករបស់លិនតុងគាត់ក៏បានស្រុកចុះដង្ហើមចូលយ៉ាងជ្រៅមុនពេលដែលដៃរបស់គាត់ស្រាប់តែបានបង្កើតត្រាមួយយ៉ាងលឿនបន្ទាប់ពីភាពប្រែប្រួលនៃការបង្កើតត្រាខ្សែបន្ទាត់ពណ៌ប្រផេះនៅលើថ្ងាសរបស់លិនតុងក៏បានចាប់ដើមលាតសន្ធឹងម្ដងទៀតមុនពេលដែលវាបានបែកចេញពីគ្នាភ្នែកបិសាចដែលពោពេញទៅដោយភាពសាហាវខូខើក៏បានលេចឡើងម្ដងទៀតបន្ទាប់ពីភ្នែកបិសាចដាច់ស្រយាលរបស់គាត់បានបើកឡើងពន្លឺពណ៌ប្រផេះស្រាប់តែបានបាញ់ចេញមកយ៉ាងសន្ធោសន្ធៅឆ្ពោះទៅកាន់លូអ៊ីនៅពេលដែលពន្លឺពណ៌ប្រផេះបានបាញ់ទៅលើលូអ៊ីមុខដ៏អាក្រក់របស់លូអ៊ីក៏ប្រែទៅជាស្រពោនមួយរយៈមុនពេលដែលមានការតក់ស្លុតពេញភ្នែករបស់គាត់វាច្បាស់ណាស់ថាគាត់មានអារម្មណ៍ថាមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសសរពន្លឺនោះហេហេអាឡែតឯងគឺពិតជាមានសមត្ថភាពខ្លះហើយលូអ៊ីបានសើយ៉ាងត្រជាក់មុននឹងបានលើកកាំបិតដ៏អស្ចារ្យរបស់គាត់ឡើងនៅពេលនេះសំឡេងក្រហមទាបមួយក៏ត្រូវបានបញ្ជូនចេញពីបំពង់ករបស់គាត់មុនពេលដែលធម្មពូយានដែលគ្មានព្រំដែនបានផ្ទុះឡើងហើយកាំបិតមួយក៏ត្រូវបានកាប់ចុះមកដោយកំហឹងពន្លឺនៃកម្លាំងឈាមបានហូរចេញពីកាំបិតរបស់លូអ៊ីមុនពេលដែលគាត់បានវាយប្រហារយ៉ាងសាហាវទៅលើសសរពន្លឺពណ៌ប្រផេះដែលចូលមករកគាត់នៅពេលដែលមានការប៉ះទង្គិចគ្នារលកនៃធម្មពលព្រៃហើយនៅហឹង្សាក៏បានផ្ទុះចេញមកខាងក្រៅយ៉ាងឈួតឆ្កួតនេះក៏បានធ្វើឲ្យមានការភ្ញាក់ផ្អើលនៅក្នុងភ្នែករបស់មនុស្សមួយចំនួនតូចវាគឺច្បាស់ខ្លាំងណាស់ដែលពួកគេមិននឹកស្មានថាលិនតុងដែលស្ថិតនៅដំណាក់កាលនិព្វាន5យាននោះគឺពិតជាអាចបញ្ចេញនូវការវាយប្រហារដ៏សាហាវបែបនេះបានហ៎តើគាត់អាចរារាំងបានមែនទេលិនតុងបានសម្លឹងទៅមើលលូអ៊ីហើយក៏បានបង្រួបភ្នែករបស់គាត់នេះគឺជាលើកទី1ហើយដែលការវាយប្រហារភ្នែកបិសាចដាច់ស្រយាលរបស់គាត់គឺត្រូវបានរារាំងវាហាក់បីដូចជាគម្លាតរវាងលូអ៊ីហើយនិងគាត់គឺធំណាស់ហើយអាឡិតនេះការវាយប្រហាររបស់គាត់មិនក៏ចម្លែកម្ល៉េះខណៈពេលដែលលិនតុងនៅតែរំជើបរំជួលជុំវិញការតក់ស្លុតនោះភាពចលាចលក៏បានលេចឡើងនៅក្នុងចិត្តរបស់លូអ៊ីបើទោះបីជាគាត់អាចបំផ្លាញពន្លឺពណ៌ប្រផេះដ៏ចម្លែកនោះបានក៏ដោយក៏ប៉ុន្តែនៅពេលនេះបាតដៃរបស់គាត់គឺបានស្ពឹកដោយសម្ងាត់ហើយមានរឿងចម្លែកមួយចំពោះអាឡិតនេះខ្ញុំត្រូវតែបញ្ចប់គាត់ឲ្យបានលឿនលូអ៊ីបានសម្លឹងទៅមើលភ្នែកបិសាចនៅលើថ្ងាសរបស់លិនតុងហើយក៏មានអារម្មណ៍មិនសប្បាយចិត្តជាសម្ងាត់ភ្លាមនោះការមើលឃើញរបស់គាត់ក៏ប្រែទៅជាមុតរួចនិងត្រជាក់មុនពេលដែលរាងកាយរបស់គាត់ស្រាប់តែបានបាញ់ទៅមកអំណាចនៃធម្មពលយានដ៏ព្រៃផ្សៃនៃអ្នកជំនាញដែលស្ថិតនៅដំណាក់កាលនិព្វាន8យានក៏បានផ្ទុះឡើងយ៉ាងពេញទំហឹងវាគឺច្បាស់ណាស់ថាគាត់គឺចង់សម្លាប់លិនតុងឲ្យបានលឿនតាមដែលអាចធ្វើទៅបានហ៎លិនតុងប្រញាប់កិច្ចចេញទៅនៅពេលដែលជាងខូនហើយនឹងអ្នកផ្សេងទៀតបានឃើញចលនារបស់លូអ៊ីទឹកមុខរបស់ពួកគេក៏បានផ្លាស់ប្ដូរនៅពេលដែលពួកគេបានព្យាយាមព្រមមានទៅកាន់លិនតុងដោយភ័យខ្លាចធ្វើត្បិតតែភ្នែកបិសាចដាច់ស្រយាលរបស់លិនតុងគឺពិតជាមានធម្មពលខ្លាំងក៏ពិតមែនក៏ប៉ុន្តែគម្លាតរវាងគាត់ហើយនៅលូអ៊ីគឺពិតជាធំពេកហើយប្រសិនបើពួកគេប្រយុទ្ធគ្នាយ៉ាងពិតប្រាកដ
lên tống tùm nông chia nâng rộp rốt chưa mình khán tua bây chia chẳng nào cả đôi nó về đây lên tống bàn lưu cạp rồng viên được bọc bù ký cốt có bác rồng vi các bác chùm nộp vinh trong chùm nịch ni bỏ sàn bá cốt bằng hai phiệp tuần soi nà mùi nú bỏ hai chí ai group bằng đáp tuần lợp phiệp dòng hai dòng phó lúc bọc nghĩa để nào ta tỏ su nâng miền phiệp lộp luôn nộp nộp cho bọc bù ký nộp về ní he he khiếm trong 10 tháng tờ đi chụp đi để thân nó đầm nặng cài đi tiếp trong bầy chiên đúc làm phần nào tấu chưa mười năm phân lưu đào trò chuyện môi được nộp này được bỏ cuốn trả đại được bò lên tống có bạc lạp đô liềm liềm hỏi liềm nú cả xà là bong đò chồng lấy muối cứ phân chỉ bàn hồ chế pi play bầy sái nâu lơ ngày được bỏ cuốnขณะเป็นได้กำลังปัวประเภทก็บานจับเริ่มจริงปูปูสมเล็กกระหึ่มดอกกัวเพลย์คลายเตยด้วยก่อบานเฟื่องดำเนินฉลองการเปเวอรี่หายก่อบานจมมาเลิศตึกใดนี้พนิใบสายดักจรยาวิญญาณในซัดดักจรยาจมโนดดอยจันสันทึกสันทบในกำลังปัวประเภทก็บับตู่เลิงอัดจบชูเจปีพนิใบสายแดนเราเลือดงานจะบอลเล่นตรงรวมเป็ดนูเตยđấyก็บานแบกจัดtráiให้กำลังปัวประเภทก็บานเกาะก้อยตัวเชียโรบอทได้สระเดียตัวนึงโป๊ะhỡi có ban bật bằng priya tết để ba mình đàn ơi thì bây giờ muốn priya chi áp u nó biết đã cầm làng của prophe bằng group nó lớp thì bây giờ mua cho là cả pi bộ đàn muối để bộ bên đối phiệp kiểm đóm có bạc thủ lợn nâng bạc chặt chạy chạy rung bệt nú xông lên lại thôi thuộc sỏi sỏi có ba mình lơ lơ đỏ tít nó về đi nè chúng niên rồi mình ó để một pi group từ tí công pung ta rồi nhập rồi nhá một căn đồng bọt đi lúc mà đó nó biết đã khơi mà đồ chia chỉ lát mà chơi chung với công pung nộp xẹp xẹp kia còn mình hiến một cò bánh hà đấy tôi vi bù cái bản làm ta sùng lơ tổ mớ nó không hiệp ơi chỉ ở mùi nương từ hiệp đỏ ăn cầm bắn để ban ở đất nó lơ mấy cái xe bẩn tuột chiếm nó lơ thằng ngài rồi bỏ lên tống có ba bẩn to bùng rí nạp về đấy còn lăng đỏ rồi chia ba bẩn to xài phía trên một hàng rau vì ban bánh chua tổ rô này rồi bỏ cuốn không cả bẩn bóng đầm ấy bông plạnh này rồi bỏ cuốn tôi bây giờ dừng nào cả đôi rồi về đấy viết ban bánh chua mùi nương này rồi bỏ cuốn viết nước trâu bà rẻ riêng đôi phần lưu bùa sót đỏ tuần luôn bất tu bây giờ play bày sạch đây rồi giá miên thầm một cô làng cỏ đôi còn phần té đòm lái để trầu luyện bong đập bây tu bàn phiệp làng bẹp ní mình bây giờ riêng tụi tay nụ tế bỏ sân bờ lên tống mình miên cả bia bị mọi dân ăn cầm băng nụ tế bỏ hay chia sùng bây tè cốt còn mình hiến bật chơi nết bày sạch đây rồi giá rồi tụi đó còn rất bẹp ní đấy bất tu bây giờ cốt ai bẹp ra nó thầm một cô chết đầm bay đừng ngọc pí nè đã nơi trùng vịt luôn bỏ sân bờ cốt bị cạp này cỏ đôi cỏ cốt mình trong khai tụi chia mà đồ chắp bị cạp đấy bẹp nụ đấy nâu về đá poประเภทถึงนู้กำปงแต่เดียด้านหนูเลยไม่เชี่ยมก็มาเป็นเจนนกปุ่นลื้อนกนกในใบใจเราบอกก็เปลี่ยนเปลี่ยมหายวิกก็มาเป็นจุดเชี่ยปุ่นลื้อเชี่ยมได้บานบันเจนดอกตัวตกนกโปโปกดอกนะบุ้มบนตัวปีปุ่นลื้อเชี่ยมบานบันโจตกนกโปโปกดมโปโปปัวประเภทก็มาจับน้ำก็กระเปลี่ยนเปลี่ยมบนติ๊กมาดองบนติ๊กมาดองปูวิก็มาแปลคลายตัวเชี่ยตึกกุ้ยดอกทอมสะเพิ่มเจาะทวีลมฮ้อได้หักใบดูเชี่ยมีตุ่มเดียตุ่มนกเกี่ยวมวยนึกสมัยโบราณก็ตรงบ้านเบอร์จมฮ้อในจอมกันน้าในตึกกุยนี้เบอร์ตามโดยเยอะในจอลำฮอนี้รอมในตึกได้ได้จอยานหนึ่งสกัดตรงมุมก็บางจับน้ำโผล่โจลจังเบอร์ตามอัตนัยนี่คือเราขนมปูปูแบบแผ่นน้องเวียบางเราข่าวจากเวียจับน้ำกุยchứ nèเวียบ่งเวลกุยดูตึกกุยchứ nèไอ้เราขนมนั่นคือเวียนเบียนจอมวยดูแก่เวียเบอร์ดูเบอร์จอเวียไอ้มวยนะขณะเป็นได้จอหลักกะบ้านโดนรถบ้านบันติงมาดองบันติงมาดองสระมอปูประเภทดอมแหมีก็บางปลือแจกจ้างนกขักขนมนู้เฮ้สดแต่เจเรื่องได้อัดประโยชน์บัตัวใบเจียอย่างหนักโดยเชื่อมันปลอดหาวิธีสารบอกเองจมเลยก่อนหน้าหนูทีไอ้คือกรอนแต่ทัดเราดำหนักการนิเพี้ยนปรามเย็นแต่ปนเนาะนปีโมปโปกได้ประโมปดมลุยบาสมเลิกตัวเมื่อปัวประเภทดอกกาได้บาเล็กแล้วนปีเลิกบาสบอลเลนตรงขณะเป็นได้เพียบเจอเจี๊ยบาพลือแล้วเป็นเพลย์บอกกดบัตัวใบเจียกดบาเลเซอร์จมปัวสกัดมาเพียบบอลเลนตรงก่อปันไตกดคือมีอารมณ์มันสบายเจ็ดอย่างเป็นประกอบเฮ้ยขยมนึกสำลับอ่านแล้วได้จมเล็กนี้เจตนาสำลับบาพลือแล้วไปเพลย์บอลลูอีโดยมันเสียเสอก็กับบาจับกันกับแบดแดนนกหนองได้บากวนบนเป็นได้ทำมาปูเจียนเด็ดเพียบรมได้บาสู่เลิงส้มเปียในการเก็บสมก๊อตก็บาจับเริ่มใส่พี่เปียเป็นจอลแดดฝืนอ้อยตึกโมกระบอกบุกวนแดดในจุ่มวิ่งมวยจุ่มนู้นเมียนกาแปรรูปบันเทิงบันทุยดมหนักการในเปียบกับใบเจียนvì hạ bảy đôi chia lưu ý ní cứ bật chia sòm lênตัวbán trong nát nát đi pra mùi nó không bật chia bạ chọn bán ơi à là bờตัวbảy chị ấy cứ chết sân để bạ tao có nói có nhóm nước chọi cho chú về cho bọn ấy nó ngày đi đấy tức một cái bò lưu ý có ba bên trên nấu phiệp khai xã hao khổ khâu muốn xuân tu cởi mù dạp té quất ban đo đằng hầm thông nên rồi bò quất dạp té bàn bớt muốn về đấy còn lăng chiêm đỏ lừa lốp có bà chạp đơm bên trên nó sùng đáy pi cởi nó bò quất
មិនយូរប៉ុន្មានពួកវាក៏បានប្រែក្លាយទៅជាស្រមោលក្រហមឈាមដែលមានកម្ពស់10 ហ្វីតស្រមោលក្រហមឈាមនោះកំពុងតែចាប់កាន់កាំបិតលោហិតហើយវាគឺពោពេញទៅដោយកម្លាំងលោហិតហើយវាហាក់បីដូចជាផ្ទៃដីទាំងមូលនេះគឺត្រូវបានលិចលង់ទៅក្នុងសមុទ្រលោហិតហ៎បុព្វបុរសកាំបិតលោហិតនេះគឺជាស្នៀតសម្លាប់របស់លូអ៊ីកាំបិតអាសូរ៉ានៅក្នុងតំបន់នេះទឹកមុខរបស់អ្នកជំនាញដែលនៅជុំវិញដែលកំពុងតែឃ្លាំមើលការប្រយុទ្ធនេះក៏បានផ្លាស់ប្ដូរដោយសារតែស្នៀតសម្លាប់របស់លូអ៊ីសម្រេចដល់ភ្ញាក់ផ្អើលក៏បានបន្លឺឡើងពីមួយទៅមួយវាច្បាស់ណាស់ថាពួកគេបានដឹងអំពីការវាយប្រហារដ៏គួរឲ្យភ័យខ្លាចនេះហើយលូអ៊ីនេះគឺពិតជាត្រូវបានបង្ខំឲ្យប្រើប្រាស់នៅស្នៀតសម្លាប់នេះដើម្បីសម្លាប់អាល់អេតម្នាក់នេះដែលស្ថិតនៅដំណាក់កាលនិព្វាន5 យានមែនទេហើយអាល់អេតនោះគឺពិតជាសំណាក់ក្រក់ហើយលូអ៊ីកាលពីមុនគឺបានប្រើប្រាស់នៅស្នៀតសម្លាប់នេះដើម្បីបំផ្លាញអ្នកជំនាញដែលស្ថិតនៅដំណាក់កាលនិព្វាន7 យាន5 នាក់សំលេងខ្សឹបខ្សៀវក៏បានសាយភាអែនឈប់ឈរពីពេញផ្ទៃមេឃភាពប្រែប្រួលក៏បានលេចឡើងនៅក្នុងភ្នែករបស់យើងហ៊ួនជាងខុនហើយនិងអ្នកដទៃទៀតពួកគេទាំងអស់គ្នាបានសម្លឹងមើលទៅកាន់លេនតុងដែលកំពុងតែឈរនៅក្រោមពពកពណ៌ប្រផេះដែលបានរីកធំឡើងខណៈពេលដែលទឹកមុខនៃការព្រួយបារម្ភក៏បានភ្លឺឡើងនៅក្នុងភ្នែករបស់ពួកគេហើយការវាយប្រហាររបស់លូអ៊ីគឺមិនអាចទប់ស្កាត់ដោយផ្ទាល់បាននោះទេជាងខុនបាននិយាយដោយសំឡេងតិចៗនៅពេលដែលបានឮបែបនេះហើយមនុស្ស2 3 នាក់ដែលនៅក្បែរនោះដែលមានចិត្តគំនិតដូចគ្នាក៏បានងក់ក្បាលជួញចើមដល់ស្រទាន់របស់យើងហ៊ុនក៏ប្រែទៅជាជ្រុលបន្តិចនៅពេលដែលនាងបានបន្តខំបបោមាត់នាងបានលាតដៃរបស់នាងហើយក៏មានត្បូងមួយបានលេចចេញជាពន្លឺមុនពេលដែលនាងបានចាក់ចែងពីបាក់សម្រាប់បេសកកម្មនេះព្រឹទ្ធាចារ្យគឺបានតែងតាំងនាងគឺជាអ្នកដឹកនាំរបស់ពួកគេប្រសិនបើមានអ្វីកើតឡើងចំពោះលេនតោងនាងគឺពិតជាមិនដឹងថាត្រូវឆ្លើយតបយ៉ាងណានោះទេចំពោះចិនចិនហើយនិងអ៊ូតាវកាំបិតអាសូរ៉ាកាប់សម្លាប់កម្លាំងលោហិតដែលធ្វើឲ្យផ្ទៃមេឃស្រឡះក៏បានចាប់ផ្ដើមបញ្ចេញនៅរលកទឹកមុខដ៏កាចសាហាវមួយក៏បានលេចឡើងនៅលើមុខរបស់លូអ៊ីនៅពេលដែលគាត់បានបោះជំហានទៅមុខភ្លាមដោយដៃទាំងពីររបស់គាត់បានចាប់កាន់ទៅលើកាំបិតនោះគាត់ក៏បានកាប់វាចុះក្រោមដោយកំហឹងហាក់ដូចជាកាប់ទៅលើភ្នំមួយរំពេចនោះកាំបិតលោហិតដ៏ធំសម្បើមនោះក៏បានធ្លាក់ចុះមកហើយភាពមុតរួចនៃពួកក្រហមឈាមក៏បានបាក់បុកចេញមកពីកាំបិតដ៏ធំសម្បើមនៅក្នុងដៃរបស់គាត់ជាមួយនឹងពន្លឺឈាមដែលមានពីផ្ទៃផ្ទៃមេឃវាគឺបាននាំមកនៅរលកដែលមានប្រវែងជាង300 ម៉ែត្រព្រមទាំងសំឡេងគ្រហឹមដែលនៅលើមេឃខណៈពេលដែលវាបានបោកបក់ឆ្ពោះទៅរលិនតោងថាមពូជាតិដែលនៅជុំវិញនោះបានផ្ទុះឡើងមុនពេលដែលកាំបិតលោហិតដ៏ធំនោះបានធ្លាក់ចូលដល់ដីស្នាមប្រេះដ៏ធំសម្បើមមួយក៏ត្រូវបានរីកលូតលាស់យ៉ាងឆាប់រហ័សបានចាប់ដើមលេចឡើងនៅលើដីរួចទៅហើយអញ្ចឹងអ្នកទាំងអស់គ្នាអាកាំបិតលោហិតហ្នឹងគឺមិនទាន់បានធ្លាក់ដល់ដីទេប៉ុន្តែវាលេចចេញសាកស្នាមនៅលើដីជាមុនរួចទៅហើយអញ្ចឹងគឺថាមពូនេះគឺខ្លាំងមែនទែនលេនតុងបានងើបមុខរបស់គាត់ឡើងហើយកាំបិតលោហិតដ៏ធំសម្បើមដែលចូលមករកគាត់កំពុងតែរីកលូតលាស់យ៉ាងលឿននៅក្នុងភ្នែករបស់គាត់ដែលធ្វើឲ្យរោមនៅលើដងខ្លួនរបស់គាត់បានបាក់ឡើងភ្លាមនោះភ្នែករបស់គាត់ក៏បានចាប់ផ្ដើមតឹងរឹងយ៉ាងឆាប់រហ័សហើយភ្លាមនោះដៃរបស់គាត់ក៏បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សដែលបានបណ្ដាលឲ្យពពកពណ៌ប្រផេះដែលនៅពីលើក្បាលរបស់គាត់បានចាប់ផ្ដើមបែកចេញពីគ្នាយ៉ាងឆាប់រហ័សនៅទីបំផុតនៅក្នុងទឹកគួចស្រមោលដ៏ធំសម្បើមដែលមិនអាចប្រៀបធៀបបាននោះក៏បានបង្ហាញខ្លួនរបស់វាជាមួយនឹងរូបរាងរបស់សត្វដ៏ធំសម្បើមនោះវាក៏បានធ្វើឲ្យផ្ទៃមេឃស្រឡះភ្លាមនៅពេលដែលរាងកាយដ៏មហិមារបស់វាបានគ្របដណ្ដប់នៅលើមេឃវាមើលទៅគឺដូចជាសត្វបិសាចដ៏អស្ចារ្យកាលពីសម័យបុរាណបរិយាកាសនៃភាពស្ងាត់ជ្រងំនិងដាច់ស្រយាលក៏បានជន់លិចជើងមេឃនៅពេលដែលសត្វដ៏មហិមានិងអាចកំបាំងនោះបានបង្ហាញខ្លួនជាលើកដំបូងវាក៏បានបណ្ដាលឲ្យមនុស្សរាប់មិនអស់បានស្រុកចោលដង្ហើមជួយយ៉ាងជ្រៅតាមពិតទៅវាថែមទាំងធ្វើឲ្យសមាជិកនៃក្រុមត្រាបិសាចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើមុខរបស់ពួកគេហ៎តើនោះគឺជាសត្វហួងក្នុងរឿងព្រេងនិទានមែនទេយើងហ៊ុននិងអ្នកដែលនៅសេសសល់បានសម្លឹងទៅមើលសត្វដ៏ធំនោះដោយការតក់ស្លុតពួកគេគឺមានការយល់ដឹងខ្លះៗអំពីសិល្បៈក្បាច់គុននៃសាលដាច់ស្រយាលទោះជាយ៉ាងណាក៏ដោយនេះគឺនៅតែជាលើកទី1ហើយដែលពួកគេបានឃើញសត្វដ៏គួរឲ្យភ័យខ្លាចបែបនេះតាំងពីបុរាណកាលមកសត្វហួងក៏បានក្រាបចុះនៅលើមេឃខណៈពេលដែលភ្នែកដ៏មហិមារបស់វាក៏បានបិទយ៉ាងតឹងរឹងការប្រែប្រួលនៃការបំផ្លិចបំផ្លាញបានចាប់ផ្ដើមបញ្ចេញពន្លឺចេញពីវាបន្តិចម្ដងជាងនេះទៅទៀតនៅក្នុងការចាត់ចែងនៃការប្រែប្រួលនេះចំពោះការងើយឆ្ងល់របស់មនុស្សគ្រប់គ្នាពួកគេក៏បានចាប់ផ្ដើមដឹងថាភ្នែកដែលត្រូវបានបិទជិតយ៉ាងតឹងរឹងរបស់វានោះកំពុងតែបើកឡើងយឺតនៅពេលដែលភ្នែកដ៏ធំសម្បើមនោះត្រូវបានបើកឡើងយឺតធម្មពលជាតិដែលនៅជុំវិញនោះបានផ្ទុះឡើងនៅពេលបន្ទាប់ភ្នែកដ៏មហិមាក៏ត្រូវបានបើកឡើងយ៉ាងពេញលេញជាមួយនឹងការលេចឡើង
នៅភ្នែកពណ៌ខ្មៅងងឹតរបស់វាហាក់ដូចជាវត្ថុដ៏គួរភ័យខ្លាចបំផុតនៅក្នុងពិភពលោកសសរពន្លឺពណ៌ខ្មៅដែលហាក់ដូចជាទ្រពយកពន្លឺទាំងអស់នៅក្នុងសកលលោកក៏បានបញ្ចេញនូវសម្លេងយ៉ាងខ្លាំងចេញនៅពេលដែលសសរពន្លឺនោះបានបែកទៅមកវាក៏បានហែកកាត់និងទម្លុះលំហដោយផ្ទាល់នៅក្នុងការសម្លឹងមើលដល់តក់ស្លុតរបស់មនុស្សរាប់មិនអស់វាក៏បានបុកគ្នាយ៉ាងសន្ធោសន្ធៅជាមួយនឹងកាំបិតលោហិតនោះនៅពេលដែលមានការប៉ះទង្គិចគ្នានោះផ្ទៃមេឃទាំងមូលគឺបានស្ងាត់ឈឹងរលកធម្មពលដ៏ខ្លាំងក្លាក៏បានផ្ទុះឡើងដូចជាកាំជ្រួចដែលបានផ្ទុះបំភ្លឺផ្ទៃមេឃទោះជាយ៉ាងណាក៏ដោយនៅក្នុងភាពស្រស់ស្អាតរបស់វាគឺមានភាពប្រែប្រួលដែលស្រដៀងទៅនឹងការស្លាប់នៅពេលដែលការប្រែប្រួលដ៏គួរភ័យខ្លាចនោះបានកើតឡើងកំពូលភ្នំទាំងអស់ដែលនៅជុំវិញក៏បានដួលរលំទៅជាធូលីដីភ្លាមៗមនុស្សពីរបីនាក់ដែលឈរនៅជិតចំណុចកណ្ដាលក៏បានទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងរហូតដល់ពួកគេបានហូរឈាមស្រស់ចេញពីមាត់នៅពេលដែលកម្លាំងរបស់ពួកគេមានភាពប្រែប្រួលពួកគេក៏បានប្រញាប់ថយក្រោយដោយទឹកមុខភ័យខ្លាចលិនតុងក៏បានដកថយផងដែរសូម្បីតែគាត់ក៏មានអារម្មណ៍ញាប់ញ័រនៅក្នុងចិត្តនៅពេលដែលគាត់បានឃើញខ្យល់បក់បោកដ៏គួរភ័យខ្លាចដែលបានបណ្ដាលមកពីភាពប្រែប្រួលដែលរីកធំភ្លាមនោះជាមួយនឹងការក្តាប់ដៃរបស់គាត់ភាពប្រែប្រួលពណ៌បៃតងក៏បានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅជាខែលពណ៌បៃតងដែលនៅពីមុខគាត់ខ្យល់បក់បោកយ៉ាងខ្លាំងប៉ះជាមួយនឹងខែលពណ៌បៃតងរបស់គាត់ដែលធ្វើឲ្យរាងកាយរបស់លិនតុងបានញ័រយ៉ាងខ្លាំងគាត់បានដកថយយ៉ាងលឿនខណៈពេលដែលដៃទាំងមូលរបស់គាត់បានចាប់ដើមស្ពើកប្រសិនបើដៃរបស់គាត់មិនរឹងមាំនិងធន់នោះទេដៃរបស់គាត់ទាំងមូលនឹងខ្ទេចខ្ទាំដោយសារតែផលប៉ះពាល់តែមួយគាត់ពីការប្រែប្រួលនៃធម្មពលនោះខ្យល់ព្យុះដ៏គួរភ័យខ្លាចបានបក់បោកពីផ្ទៃមេឃរយៈពេលពី3នាទីមុនពេលដែលវាបានបាត់ទៅវិញបន្តិចម្ដងការលាតត្រដាងនៃពិភពលោកទាំងមូលនេះក៏ត្រូវបានកាត់បន្ថយទៅជាភាពច្របូកច្របល់ទាំងស្រុងព្រៃឈើដែលនៅខាងក្រោមក៏ត្រូវបានបំផ្លាញរហូតដល់វាបានប្រែក្លាយទៅជាដីរាបស្មើនៅពេលដែលមនុស្សគ្រប់គ្នាទទួលបាននូវភាពច្បាស់លាស់របស់ពួកគេឡើងមកវិញបន្តិចម្ដងហើយសម្លឹងទៅមើលការបំផ្លិចបំផ្លាញដែលនៅជុំវិញពួកគេនោះពួកគេទាំងអស់គ្នាមិនអាចជួយអ្វីបាននោះទេក្រៅពីដកដង្ហើមធំនិងបានស្លុបចោលដង្ហើមចូលយ៉ាងត្រជាពួកគេបានងាកទៅសម្លឹងមើលរូបរាងវ័យក្មេងដែលឈរនៅលើមេឃម្ដងទៀតទោះជាយ៉ាងណាក៏ដោយលើកនេះមិនមានការសេះចំអកឬក៏ការមើលងាយនៅក្នុងភ្នែករបស់ពួកគេដោយការពីមុនទៀតឡើយការក្រឡេកមើលទៅកាន់លិនតុងមួយសន្ទុះមុនពេលដែលពួកគេបានងាកទៅរកលូអ៊ីដែលនៅម្ខាងទៀតនៅពេលនេះសក់របស់លូអ៊ីក៏បានប្រែក្លាយទៅជារញ៉េរញ៉ៃនិងមិនប្រក្រតីហើយសម្លៀកបំពាក់នៅលើដងខ្លួនរបស់គាត់គឺបានរហែកយ៉ាងរញ៉េរញ៉ៃកម្លាំងរបស់គាត់ស្ថិតនៅក្នុងភាពច្របូកច្របល់ហើយដាននៃការតក់ស្លុតគឺនៅតែដិតដាននៅលើមុខរបស់គាត់វាច្បាស់ណាស់ថាការប៉ះទង្គិចគ្នាកាលពីមុនគឺបានធ្វើឲ្យគាត់ដកដង្ហើមធំដោយការភ្ញាក់ផ្អើលយ៉ាងណាមិញគាត់សឹងតែនឹកស្មានមិនដល់ថាតើលិនតុងដែលទើបតែស្ថិតនៅដំណាក់កាលនៃភាព5ជាតិអាចបញ្ចេញនៅការវាយប្រហារដ៏ខ្លាំងក្លាបែបនេះបានយ៉ាងដូចម្ដេចទៅហើយតើពួកសិស្សនៃបាក់តៅទាំងអស់គឺសុទ្ធតែមានឥទ្ធិពលខ្លាំងបែបនេះមែនទេបរិយាកាសនៅលើមេឃក៏បានចាប់ដើមស្ងប់ស្ងាត់ភាពលោភលន់នៅក្នុងភ្នែករបស់មនុស្សមួយចំនួនក៏បានថយចុះដោយនឹកស្មានមិនដល់តើមានអ្នកណាផ្សេងទៀតដែលចង់ធ្វើសកម្មភាពដែរទេខណៈពេលដែលមនុស្សគ្រប់គ្នាបាននៅស្ងៀមលិនតុងក៏បានឆ្លៀតឱកាសផ្ញើការសម្លឹងមើលដល់ត្រចៀករបស់គាត់ហើយសម្លឹងទៅមើលមនុស្សគ្រប់គ្នាដែលស្រដៀងទៅនឹងចចកដែលនៅក្នុងហ្វូងជាមដោយសង្កត់ទៅលើកម្លាំងដ៏ច្របូកច្របល់នៅក្នុងខ្លួនរបស់គាត់បានបដិសេធមិនបង្ហាញដាននៃភាពទន់ខ្សោយនៅលើមុខរបស់គាត់ឡើយក្នុងពេលជាមួយគ្នានោះសំឡេងអាប់អួររបស់គាត់គឺពោពេញទៅដោយភាពខូខើក៏បានបន្លឺឡើងពីពេញកន្លែងនេះនៅពេលដែលសំឡេងរបស់លិនតុងបានសាយភាយពីពេញផ្ទៃមេឃនៅពេលនេះវាគឺមានភាពស្ងាត់ស្ងាត់ដល់ចម្លែកជំនួសវិញអ្វីត្បិតតែគ្រប់គ្នាដែលនៅទីនេះគឺជាមនុស្សដែលគ្មានមេត្តានៅក្រុមការក្រឡេកមើលដល់ត្រចៀករបស់លិនតុងសូម្បីតែពួកគេក៏មានអារម្មណ៍ភ័យខ្លាចបន្តិចដែរនៅពេលនេះទឹកមុខរបស់លូអ៊ីគឺពិតជាអាប់អួរខ្លាំងណាស់យ៉ាងណាមិញលើកនេះគាត់មិនហ៊ាននិយាយទៀតនោះទេវាគឺច្បាស់ណាស់ថាគាត់គឺនៅតែតក់ស្លុតដោយសារតែការវាយប្រហារដ៏កាចសាហាវដែលបានបញ្ចេញដោយលិនតុងកាលពីមុនការសម្លឹងមើលរបស់លិនតុងក៏បានរាលដាលពីផ្ទៃមេឃមុនពេលដែលគាត់ក៏បានបន្ធូរអារម្មណ៍បន្តិចម្ដងទោះជាយ៉ាងណាក៏ដោយខណៈពេលដែលគាត់ជិតនឹងងាកចេញទៅហើយនោះនៅទីបំផុតសម្ដែងមួយក៏បានបន្លឺឡើងហាតើនៅពេលណាដែលបាក់តើបង្កើតនៅសិស្សពូកែបែបនេះអ្វីត្បិតតែរូបរាងដ៏កាចសាហាវរបស់ឯងអាចបំផិតបំភ័យអ្នកដទៃបានយ៉ាងងាយស្រួលក៏ដោយក៏ប៉ុន្តែយ៉ាវលីខ្ញុំនេះគឺមិនខ្វល់ខ្វាយនោះទេលិនតុងស្រាប់តែបានឈប់ហើយក៏បានងើបមុខរបស់គាត់ឡើងយឺតក្រឡេកទៅមើលគាត់ក៏បានឃើញរូបរាងឈុតខ្មៅយ៉ាងស្ងៀមស្ងាត់ដែលឈរនៅលើកំពូលភ្នំមួយដែលនៅមិនឆ្ងាយប៉ុន្មាននៅពេលដែលលិនតុងបានឃើញគាត់ភ្នែករបស់លិនតុងក៏បានចាប់ផ្ដើមបង្រួមយ៉ាវលីងដែលជាប្រធាននៃក្រុមត្រាបិសាចដែលជាប់នៅលេខរៀងទី4នៅក្នុងបញ្ជីបាក់ចុងបានហើយនៅទីបញ្ចប់
គាត់គឺនៅតែបង្ហាញខ្លួននៅពេលនេះបេះដូងរបស់លេនតុងក៏បានស្រោចចូលបន្តិចម្ដង